នីតិទូទាយជោគជតារិស័យឆ្នាំទាំង12រៀបចំកម្មវិធីដោយខ្ញុំលោកគ្រូពិជ័យហេរាកមាមទិបសុកឧត្តមអស់លោកអ្នកនាងប្រិយមិត្តពុកម៉ែអ៊ំពូមីបងប្អូនជាទីមេត្រីប្រិយមិត្តអ្នកស្ដាប់ជាទីស្នេហានិងជាទីរាប់អានខ្ញុំមានតែការសុំខន្តីអភ័យទោសពីសំណាក់អស់លោកអ្នកនាងដែលរយៈកាលច្រើនថ្ងៃកន្លងមកនេះនីតិយើងត្រូវបានមានការខមមិនយ៉ាងច្រើនពីសំណាក់អស់លោកអ្នកនាងសូមឲ្យខ្ញុំលោកគ្រូពិជ័យហេរាកមាមទិបសុកឧត្តមបាទមានការពន្លឿននៃការផ្សាយសម្រាប់ឆ្នាំទាំង12ជូនដល់អស់លោកអ្នកនាងកញ្ញាដោយសារតែមួយរយៈកាលនេះខ្ញុំមិនសូវជាបានពន្លឿននៃការទូទាយជោគជតារិស័យជូនដល់អស់លោកអ្នកនាងដោយសារតែមានការរវល់ច្រើនម្យ៉ាងវិញទៀតភារកិច្ចយ៉ាងច្រើនតម្រូវឲ្យយើងខ្ញុំបានជួបនឹងអស់លោកអ្នកនាងដោយផ្ទាល់តែម្ដងហេតុដូច្នេះបានជាខ្ញុំបាទពុំសូវបានផ្សាយឲ្យត្រូវបានកាលៈទេសៈដែលអស់លោកអ្នកនាងកញ្ញាទន្ទឹងរង់ចាំបាទក៏ប៉ុន្តែចាប់ពីពេលនេះតទៅខ្ញុំសន្យាថានឹងវិលមកជួបអស់លោកអ្នកនាងបាទតម្រូវទៅតាមសភាពការផងឲ្យស្របតាមស្ថានភាពជាក់ស្ដែងផងហើយនឹងមិនពន្យឺតនៃការទូទាយជោគជតារិស័យជូនដល់អស់លោកអ្នកនាងទេបាទដើម្បីកុំឲ្យអស់លោកអ្នកនាងទន្ទឹងរង់ចាំយូរជាបន្តទៀតនេះខ្ញុំបាទលោកគ្រូពិជ័យហេរាកមាមទិបសុកឧត្តមជាបឋមក៏សូមអរកាយគោរពប្រណិប័តព្រះថេរានុថេរៈគ្រប់ព្រះអង្គម្យ៉ាងវិញទៀតខ្ញុំបាទក៏សូមគោរពដល់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតព្រមទាំងក្រុមគ្រួសារសូមសម្ដេចទាំងទ្វេរួមជាមួយក្រុមគ្រួសារប្រកបទៅដោយព្រះកាយពលសុខកាយសប្បាយចិត្តព្រមទាំងឈ្នះអស់មានសត្រូវគ្រប់ជុំទិសសត្រូវមួយណាដែលមានបំណងពងប្រាថ្នាទាំងផ្លូវចិត្តឬមួយក៏ប្រាកលល្បិចយុទ្ធសាស្ត្រយ៉ាងដោយប្រការណាមួយត្រូវតែវិនិច្ឆ័យអន្តរាយមិនអាចប្រៀបប្រដូចជាមួយនឹងព្រះប្រាជ្ញាញាណរបស់សម្ដេចទាំងទ្វេបានឡើយម្យ៉ាងវិញទៀតក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំង17លាននាក់រួមជាមួយអស់លោកគ្រប់ស្ថាប័នទាំងក្នុងប្រទេសនិងក្រៅប្រទេសជួបប្រទះតែនឹងសេចក្តីសុខជាចម្បងនិងប្រកបដោយធម៌ពលកម្លាំងខ្លាំងក្លាប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាបើទោះបីជាត្រូវមានខ្យល់បក់បោកដោយសារពួកថ្មិលឥណ្ឌេតថៃយ៉ាងណាក៏ដោយក៏កម្ពុជារដ្ឋយើងនឹងសង្ឃឹមថាឈានឆ្ពោះទៅរកសេចក្តីសុខចម្រុងចម្រើនរស់ក្រោមដំបូលសុខសន្តិភាពក្រោមស្នាប្រហោះរបស់សម្ដេចទាំងទ្វេខ្ញុំបាទក៏សូមយាងសម្ដេចទ្រង់អ្នកអង្គម្ចាស់អស់លោកគ្រប់ស្ថាប័នជាងស្ដាប់ជាងទស្សនាពីនីតិយើងតាមរយៈការទូទាយជោគជតារិស័យឆ្នាំកុលសម្រាប់ថ្ងៃទី1ខែមករាឆ្នាំ2026ដូចតទៅបាទនៅក្នុងពេលនេះសម្រាប់ឆ្នាំកុលក៏ត្រូវជូនជាព័ត៌មានដល់អស់លោកអ្នកនាងដើម្បីជម្រាបហើយស្ដាប់ឮនិងប្រកាសជាបានសប្បាយចិត្តនិងមានសេចក្តីសោមនស្សរីករាយតាមរយៈរិស័យរបស់អស់លោកអ្នកនាងបាទចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2026នេះរិស័យរបស់អស់លោកអ្នកនាងត្រូវទទួលបាននៅរិស័យខ្ពស់បាទសូមអញ្ជើញស្ដាប់និយាយចិត្តទុកដាក់នោះអស់លោកអ្នកនាងនឹងត្រូវទទួលបានពុទ្ធិពីនីតិរបស់ខ្ញុំលោកគ្រូពិជ័យហេរាកមាមទិបសុកឧត្តមបាទសូមអញ្ជើញអស់លោកអ្នកនាងសះចេញម្ដងភ្លាមតាមរយៈលេខសំណាង774បាទកុំភ្លេចណាអញ្ជើញសះចេញម្ដងភ្លាមហាក់បីដូចជាអស់លោកអ្នកនាងបាទកសាងកម្លាំងបុណ្យដើម្បីឲ្យបុគ្គលឬមួយក៏អស់លោកមួយចំនួនពុំទាន់បានស្គាល់នៅនីតិរបស់ខ្ញុំបាទនឹងទទួលបាននៅការស្ដាប់ហើយនឹងត្រូវបានទទួលនៅបំណងស្រ័យតាមរយៈខ្ញុំបាទប្រសិនបើអស់លោកមួយចំនួនក្រែងចង់ឲ្យខ្ញុំបាទមានការទូទាយជោគជតារិស័យក្នុងលក្ខណៈផ្ទាល់ខ្លួនក៏អាចថាបានដូច្នេះសូមអញ្ជើញសះចេញបេដងភ្លាមតាមរយៈលេខសំណាង774ជាបន្តទៀតនេះក៏សូមអញ្ជើញអស់លោកអ្នកនាងទទួលស្ដាប់ដោយយកចិត្តទុកដាក់បាទឆ្នាំកុលនាមជាសត្វជ្រូកពងមនុស្សប្រុសធាតុទឹកហើយនៅក្នុងនោះផងដែរអស់រយៈកាលច្រើនថ្ងៃកន្លងមកនេះបាទអស់លោកអ្នកនាងឆ្នាំកុលហាក់បីដូចជាមានអារម្មណ៍ខ្វល់ខ្វាយជាពន្លឹកបាទប្រសិនបើជានារីបាទប្រកាសជាមានត្រូវគម្លាតឃ្លាតចាក់ឆ្ងាយដោយសារតែបរិះត្រូវបាននិយាយចំមានន័យថាមានប្តីដោយអត់ប្តីមានន័យថាអស់លោកមួយចំនួនជានារីហាក់បីដូចជាព្រាត់ហើយក្នុងនោះទៀតសោតបើមិនព្រាត់រស់ឬមួយក៏ព្រាត់ស្លាប់
ក៏ប៉ុន្តែសម្រាប់ឆ្នាំកុលមួយចំនួនបាទច្រើនតែនិរិះព្រាត់ប្រាសគ្នាដោយពីរប្រការប្រសិនបើមានវាសនាខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមឆ្នាំកុលត្រូវមានគម្លាតឃ្លាតចាក់ឆ្ងាយដោយសារតែដៃគូរបស់ខ្លួនបាទប្រសិនបើជាបរិះគឺត្រូវប្រត់រស់មានន័យថាឆ្នាំកុលខ្លួនឯងជួនកាលអាចធ្វើមរណកាលក៏ប៉ុន្តែប្រសិនបើខ្លួនឯងមិនបានបាត់បង់អាយុជីវិតទេត្រូវតែមានគម្លាតឃ្លាតចាក់ឆ្ងាយដោយសារតែភរិយាឬមួយក៏ដៃគូកំណានរបស់ខ្លួនចុះចោលដោយគ្មានអាល័យបើទោះបីជាខំអង្វរលួងលោមដោយប្រការណាមួយឬមួយក៏មានកិច្ចពិភាក្សាសន្យាដោយប្រការណាមួយក៏ភាគីដៃគូរបស់ឆ្នាំកុលជាបរិះមានន័យថាជានារីត្រូវតែដាក់ចិត្តចុះចោលពីព្រោះដល់ត្រង់ចំណុចដែលត្រូវមានផ្លូវបំបែកដោយព្រំលិខិតបាទពុំនោះសោតឆ្នាំកុលខ្លួនឯងត្រូវនឹងមានគម្លាតដោយសារគ្រោះមរណៈជាដើមនេះសម្រាប់ដៃគូជាបរិះឆ្នាំកុលខ្លះក៏ប៉ុន្តែនៅក្នុងនោះផងដែរឆ្នាំកុលប្រសិនពុំបានទទួលដោយលក្ខខណ្ឌដែលខ្ញុំបានជម្រាបទេនោះឆ្នាំកុលកាន់តែមានរិស័យខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមក្នុងលក្ខណៈជាបរិះខ្ញុំសូមជម្រាបស្ដាប់ដោយយកចិត្តទុកដាក់កុំឲ្យមានការភ័ន្តច្រឡំទី1ឆ្នាំកុលជាបរិះខ្លះត្រូវមានដៃគូឬមួយក៏គូកំណានរបស់ខ្លួនឬមួយក៏ភរិយារបស់ខ្លួនចុះចោលខ្លួនដោយគ្មានអាឡោះអាល័យបានន័យថាប្រត់រស់ជួនកាលឆ្នាំកុលជាបរិះខ្លះទៀតបាទគឺមានន័យថាធ្វើដំណើរឆ្ពោះទៅគ្មានថ្ងៃវិលត្រឡប់ខ្លួនឯងបាទនេះគឺជាលក្ខខណ្ឌដែលខ្ញុំបានជម្រាបឯការដែលត្រូវបានជម្រាបជាបន្តទៀតឆ្នាំកុលខ្លះបាទមិនបានមានការគម្លាតព្រាត់ប្រាសនារីចាក់ចោលគ្នាទេក៏ប៉ុន្តែត្រូវមានរិស័យខ្ពង់ខ្ពស់ឧត្តមឧត្តមទៅវិញមានន័យថាកាន់តែរកបានចំណូលនៅក្នុងលក្ខខណ្ឌដែលគេកំពុងតែជ្រោបោកច្របល់បែរជាខ្លួនមានវាសនាខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមទៅវិញបាទនេះជាលក្ខខណ្ឌយ៉ាងច្រើនក្នុងដំណើរជីវិតរបស់មនុស្សមិនមែនឲ្យសិតតែឆ្នាំកុលទាំងអស់សិតតែមានវាសនាដូចគ្នាទាំងស្រុងនោះទេនោះគឺជាការបោកប្រាស់គឺជាការភ័ន្តបន្លំនៃផ្លូវដួងចិត្តរបស់មនុស្សមិនមែនជាគេហៅថា logic ឬមួយក៏តក្កៈមិនមែនជាប្រកបនិយមទេហើយម្យ៉ាងវិញទៀតប្រសិនបើឆ្នាំកុលជានារីខ្លះត្រូវមានគម្លាតឃ្លាតចាក់ឆ្ងាយដោយសារតែស្វាមីត្រូវចុះចោលដែលគ្មានអាឡោះអាល័យឬមួយក៏លាគ្មានថ្ងៃវិលត្រឡប់វិញមានន័យថាប្រត់ស្លាប់ត្រង់ចំណុចនេះអស់លោកអ្នកនាងកញ្ញាស្ដាប់ដោយយកចិត្តទុកដាក់ហើយអាចខមមិនមកកាន់នីតិរបស់ខ្ញុំតាមរយៈខ្ញុំបានបំណកស្រាយផ្ទាល់ដោយយើងខ្ញុំមិនអាចនិយាយថាខ្ញុំឮតែគេថាខ្ញុំជាអ្នកនិយាយខ្ញុំត្រូវតែឲ្យគេឮមិនមែនខ្ញុំអ្នកនិយាយហើយស្រាប់តែខ្ញុំស្រែកថាខ្ញុំមិនដឹងទេខ្ញុំថាតាមគេខ្ញុំឮតាមគេនោះយើងមិនមែនជាគ្រូទាយទេយើងត្រូវទទួលខុសត្រូវចំពោះការពិតឬមួយក៏ការមិនពិតបាទក៏ប៉ុន្តែរាល់ការដែលត្រូវទស្សទាយរមែងប៉ះចំអស់លោកអ្នកនាងដែលត្រូវមានដំណើរជីវិតដោយខ្ញុំបានជម្រាបរៀបរាប់ខ្លះជាមិនខានដូច្នេះចំពោះនារីខ្លះទៀតបាទមិនបានប្រត់រស់ឬមួយក៏ប្រត់ស្លាប់ទេក៏ប៉ុន្តែបែរជាទទួលរកបាននៅផលចំណូលមិនទៀងទាត់ប្រក្រតីទៅវិញបែរជាជំពាក់បំណុលគេជុំទឹះឬមួយក៏រត់ចោលស្រុកដែលមិននឹកស្មានដល់បាទនេះគឺជាដំណើរជីវិតរបស់ឆ្នាំកុលមួយចំនួនការទូទាយរបស់ខ្ញុំសូមជម្រាបដល់អស់លោកអ្នកនាងសារជាថ្មីម្ដងទៀតបាទព្រោះមានអស់លោកមួយចំនួនបានចោទជាសំណួរសួរមកកាន់នីតិរបស់ខ្ញុំបាទថាតើក្នុងនាមជាលោកគ្រូដែលត្រូវការទូទាយជោគជតារិស័យប្រចាំខែតើអាចធ្វើដូចជាឬមួយក៏ធ្លាប់អនុវត្តដោយយកនៅការទូទាយជោគជតារិស័យពីឆ្នាំចាស់កន្លងមកដូចជាឆ្នាំ2022 2023 2024 2025មកចាក់ផ្សាយឡើងវិញតែឬទេត្រង់កន្លែងនេះខ្ញុំបាទសូមជម្រាបជូនដល់អស់លោកអ្នកនាងគ្រប់សតបណៈថាជាទម្លាប់របស់ខ្ញុំបាទលោកគ្រូពិជ័យហារ៉ាកម្មាមន្ទិបជាដំបូងខ្ញុំសូមជម្រាបទី1គ្មានអ្វីដែលថ្លៃថ្នូរជាងសច្ចភាពប្រកបនិយមទេបាទប្រសិនបើអស់លោកអ្នកនាងមានខ្លួនបាទជាវណ្ណៈតូចតាចយ៉ាងណាក៏ដោយឲ្យតែយើងប្រកបនិយមសច្ចភាពនិយមគឺអាចវាយបំបាក់ស្មារតីចំពោះគូបដិបត្តិដែលធ្លាប់តែនិយាយការមិនពិតបាទនេះខ្ញុំសូមជម្រាប
ឲ្យតែយើងសច្ចភាពខ្លួនយើងគ្មានបុគ្គលណាមួយបាទវាបំបាក់ស្មារតីរបស់យើងបានឡើយបើមិនជឿអស់លោកអ្នកនាងសាកល្បងមើលទៅបាទនោះគេប្រកាសជាជួយគ្រប់គ្រងយើងដោយគេនិយាយថាបុគ្គលម្នាក់នឹងវានិយាយតែការពិតទេជឿវាចោះក៏ប៉ុន្តែបើយើងធ្លាប់តែនិយាយភាពឬមួយក៏ពាក្យក្រឡិចគេច្រើននិយាយថាម្នាក់នឹង10មិនបានមួយយួរស្ដាប់វាស្ដាប់ទៅតែកុំយកជាការបាទត្រង់កន្លែងនេះដូច្នេះហើយក្នុងនាមខ្ញុំមិនមែនគ្រាន់តែជាគ្រូទូទាយជោគជតារិស័យហុងស៊ុយទេបើទោះបីជាខ្ញុំធ្លាប់ធ្វើជាបុគ្គលិកនៅបម្រើការនៅតាមក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុឬមួយក៏នៅតាមធនាគារឬមួយក៏ធ្លាប់ជាអតីតគ្រូបង្រៀនឬមួយក៏ធ្លាប់ជាអតីតគ្រូពេទ្យបាទឬមួយក៏ធ្លាប់ជាបុគ្គលិកបម្រើការងារនៅតាមអង្គការនានាដទៃទៀតក្តីបាទគឺត្រូវតែយកសច្ចភាពពីព្រោះមានបុគ្គលណាមួយអាចវាបំបាក់ស្មារតីប្រយុទ្ធរវាងសច្ចភាពបានឡើយបាទបើសិនយើងជាគ្រូយើងយកឆ្នាំរំលងឬមួយក៏កន្លងផុតទៅបាទចាក់ផ្សាយដើម្បីបន្លប់បរិយាកាសនោះយើងនឹងធ្វើឲ្យខ្លួនយើងសាបជាមិនខានតើត្រឹមត្រូវដែរឬទេអស់លោកអ្នកនាងបាទកុំភ្លេចថាយើងអាចកុហកឬមួយក៏បោកប្រាស់បុគ្គល4 10នាក់20នាក់100នាក់200នាក់300នាក់បានក៏ប៉ុន្តែក្នុងចំណោម17លាននាក់លែងអីនឹងមានបុគ្គល50 60 100នាក់ស្ដាប់ទៅត្រង់កន្លែងថាអូលោកគ្រូនេះអ្នកគ្រូនេះយកកាលពីឆ្នាំមុនខែមុនថ្ងៃមុនមកចាក់ផ្សាយឡើងវិញតាគ្រាន់តែការផ្សាយមិនពិតផងបន្លំភ្នែករបស់គេផងបន្លំត្រចៀករបស់គេផងធ្វើម៉េចនឹងអាចឲ្យទទួលយកបាននៅលក្ខខណ្ឌសន្តិភាពនៅក្នុងផ្លូវចិត្តបានបាទសន្តិភាពផ្លូវចិត្តនៅក្នុងពេលនេះមានន័យថាជំនឿជឿពិតប្រាកដមកលើយើងជាគ្រូហោរាសាស្ត្រហើយបើសិនជាយើងជាលោកគ្រូអ្នកគ្រូមិនប្រកាសនិយមបាទគ្រាន់តែបន្លប់បរិយាកាសដើម្បីធ្វើឲ្យមិត្តអ្នកស្ដាប់ជឿថាយើងពិតជាទស្សទីជោគជតារិស័យមែនក៏ប៉ុន្តែបែរជាយកបរិយាកាសនៅឆ្នាំមួយណានោះដែលគ្រាន់តែលុបចោលនៃឆ្នាំរបស់ខ្លួនហើយមកសរសេរថា2026ដើម្បីអាប់ដេតធ្វើឲ្យអ្នកស្ដាប់ចូលទៅមើលដើម្បីបង្កើននៅកម្រិតនៃការមើលនោះជាការមួយដែលធ្វើយូរទៅកាន់តែសាបទៅអស់លោកអ្នកនាងអញ្ជើញចូលតាមដាននៅការទស្សទាយជោគជតារិស័យរបស់ខ្ញុំបាទតើខ្ញុំបាទមានយកឆ្នាំណាមួយមកធ្វើជាគ្រឿងសម្គាល់ដើម្បីឲ្យតន់នៅបរិយាកាសនៃការទស្សទាយជោគជតារិស័យដើម្បីឲ្យតន់សភាពការថានេះសម្រាប់ខែថ្មីដូច្នេះយើងត្រូវធ្វើចុងឆ្នាំចាស់ខែចាស់បានដែរឬទេគឺខ្ញុំប្រសិនបើយឺតគឺសូមបញ្ជាក់ថាយឺតតែម្ដងมันអាចនឹងជម្រាបបាទឲ្យតន់សភាពការដែលយកឆ្នាំចាស់មកចាក់ផ្សាយឡើងវិញដើម្បីធ្វើឲ្យកម្រិតនៃការមើលបានកើនក៏ប៉ុន្តែនឹងបន្សាបឥទ្ធិពលរបស់ខ្លួនយើងនិយាយថាយើងជាគ្រូហោរាសាស្ត្របាទហើយយើងនឹងត្រូវលក់ឬមួយក៏ឲ្យសិស្សទាំងអស់មានការជំនឿមកលើយើងដើម្បីជាវឬមួយក៏លក់របស់របរជូនទៅដល់ដៃសិស្សចុះបើសិនជាយើងមិនពិតនៅក្នុងការផ្សាយផងតើរបស់ដែលយើងចែកជូនទៅនឹងសិស្សរបស់យើងតើប្រកាសនិយមដែរឬទេបាទមានន័យថាតើឆត់ដែរឬទេជាវយកទៅប្រើប្រាស់តើសមប្រកបដែរឬទេបាទយើងប្រកាសថាខ្លួនយើងជាអ្នកដែលត្រូវចេះតើមានចំណេះពិតប្រកបដែរឬទេបាទត្រង់កន្លែងនេះហើយដែលយើងចង់ជួបរបស់ពិតបាទមុនបន្តទៅទៀតក៏សូមអត្ថាធិប្បាយពន្យល់និងជម្រាបជូនដើម្បីឲ្យប្រិយមិត្តមួយចំនួនដែលបានសួរមកកាន់នីតិរបស់យើងខ្ញុំបាទនេះក្រៅប្រធានតែនៅក្នុងប្រធានមានន័យថាយ៉ាងដូចម្ដេចបាទមតិជាច្រើនបានសំណូមពរនិងសាកសួរខ្ញុំបាទថាតើក្នុងទីនេះប្រសិនបើអស់លោកនាងឆ្នាំកលមែនក៏ប៉ុន្តែនៅក្នុងសង្គមគ្រួសារឬមួយក៏មិត្តភ័ក្តិឬមួយក៏ស្វាមីភរិយាឪពុកម្ដាយក៏ត្រូវតែមានឆ្នាំផ្សេងចូលមកជំនួសតើពិតប្រាកដដែរឬទេបាទដូច្នេះបើទោះបីជាអស់លោកនាងឆ្នាំកុលក៏ពិតមែនក៏ប៉ុន្តែមានមតិយ៉ាងច្រើនសួរមកកាន់ខ្ញុំបាទថាតើសម្រាប់ឆ្នាំ2026នេះឆ្នាំជូតល្បីថាឆុងរហូតដល់ខ្សែ 100% បាទឆ្នាំថោះនិងឆ្នាំរកាឆុង 50% បាទព្រមទាំងឆ្នាំមមីជន់ឆ្នាំខ្លួនឯងតើពិតប្រាកដដែរឬទេខ្ញុំក៏បានបំណកស្រាយជាហោហែមកហើយដែរដូច្នេះការបំផិតការបំភ័យដើម្បីធ្លាក់ក្នុងអបាយណាមួយដើម្បីជាវយករបស់ណាមួយមកប្រើប្រាស់សូមពិនិត្យពិចារណាដោយខ្លួនឯងបាទខ្ញុំសូមជម្រាបដោយមិនប្រកាន់ថាត្រូវតែមិនពិតប្រាកដឬមួយក៏ពិតប្រាកដទេក៏ប៉ុន្តែប្រសិនបើមានរុក្ខជាតិទាំងអស់មានពណ៌សម្បុរដូចគ្នា
មានស្លឹកទំហំដូចគ្នាហើយមានកម្ពស់ដូចគ្នានោះយើងនឹងអាចស្រែកបានថាឲ្យតែឆ្នាំជូតឆុង 100% រហូតដល់ខ្សែឬមួយក៏រកានឹងថោះនឹងមមីបាទមមីជាន់ឆ្នាំគឺពិបាកណាស់ហើយចំពោះថោះនឹងរកាឆុង 50% បានក៏ប៉ុន្តែបើសិនជាមានរូបជាតិមានពណ៌សម្បុរខុសគ្នាមានរសជាតិនិយមខុសគ្នានោះយើងមិនអាចនឹងស្រែកថាត្រូវដូចប្រការដែលបានជម្រាបនោះទេដូច្នេះបន្ថយបរិយាកាសនៃការភ័យនៃការដែលត្រូវគិតគូរផងពីព្រោះអស់លោកមួយចំនួនអាចបណ្ដាលឲ្យមានមហន្តរាយស្លាប់ដោយឧបវតិហេតុដូចជាកំពុងតែបញ្ជាយានយន្តបើកឡានឬមួយក៏បញ្ជាយានតូចចក្រយានយន្តដូចជាម៉ូតូជាដើមស្រាប់តែគិតថាអូខ្លួនអញឆ្នាំ2026ឆុងរហូតដល់ខ្សែដូចថាឆ្នាំជូតបាទដូច្នេះជាតែគិតមើលទៅវាអាចបណ្ដាលឲ្យជីធ្លាក់ក្រឡុកឬមួយក៏ទៅបុកគេឬមួយក៏គេត្រូវបុកយើងឬមួយក៏ធ្លាក់ទឹកធ្លាក់ប្រឡាយបណ្ដាលឲ្យមានគ្រោះមរណៈជាដើមបាទត្រង់កន្លែងនេះសូមបន្ថយបរិយាកាសនៃការគំនិតគិតស្ដាប់ឬមួយក៏ពិចារណាតាមសម្ដីរបស់ខ្ញុំលោកគ្រូពិជ័យហារ៉ាកម្មាមន្ទិបសុខដំប្រាសិនបើរុក្ខជាតិបាទទាំងអស់មានកម្ពស់ស្មើគ្នាមានពណ៌សម្បុររសជាតិនិយមដូចគ្នានោះទើបអាចទទួលបាននៅឆុង 100% រហូតដល់ខ្សែក៏អាចថាបានប៉ុន្តែដើម្បីបញ្ជាក់នៅដំណើរជីវិតតើគួរធ្វើយ៉ាងម៉េចបាទមានតែខ្សែបាតដៃស្ដាំនឹងឆ្វេងរបស់អស់លោកអ្នកនាងកញ្ញាទេរួមជាមួយថ្ងៃខែឆ្នាំកំណើតនោះអាចបញ្ជាក់នៅតថនិយមបានបើទោះបីជាមិនបាន 100% ក៏អាចត្រឹមទទួលបាននៅ 50 ទៅ 60% បានដែរឬមួយក៏ជួនកាលមិនអាចដូចនៃពំនូលបានទេក៏ប៉ុន្តែគឺជាមីគីនីជីវិតដែលអាចនឹងជម្រាបដល់អស់លោកអ្នកនាងឲ្យមានការប្រុងប្រយ័ត្នក៏ប៉ុន្តែមិនមែនបំផិតបំភ័យទេគ្រាន់តែជាស្មារតីនិយមដាស់ដើម្បីអស់លោកអ្នកនាងកញ្ញាមានការប្រុងប្រយ័ត្នតើនៅពេលសម្ដាប់នេះមានចំណាប់អារម្មណ៍យ៉ាងណាសូមអញ្ជើញពិនិត្យពិចារណារាល់សម្ដីរបស់ខ្ញុំបាទផងអស់លោកអ្នកនាងបាទសម្រាប់ឆ្នាំកុរនៅក្នុងថ្ងៃទី14បាទខែមករាជាងនេះឆ្នាំ2026បាទអស់លោកអ្នកនាងត្រូវទទួលបាននៅដំណឹងល្អបាទហើយត្រូវទទួលបាននៅលាភសក្ការៈផ្សេងចំពោះឆ្នាំកុរខ្លះបាទខ្ញុំសូមជម្រាបណាបាទមិនមែនទាំងស្រុងនោះទេទៅតាមកម្លាំងបុណ្យទៅតាមសមត្ថភាពរបស់អស់លោកអ្នកនាងកញ្ញាក៏ប៉ុន្តែសង្ឃឹមថានឹងប្រកាសនិយមជូនដល់អស់លោកអ្នកនាងកញ្ញាពីព្រោះការទស្សន៍ទាយជោគជតារាសីរបស់ខ្ញុំបាទនេះគឺត្រូវបូកបញ្ចូលបាទទាំងផ្នែកព្រំមាញ់និយមជាមួយនឹងតក្កនិយមផងដែរមិនមែនគ្រាន់តែចេះតែនិយាយដើម្បីឲ្យអស់លោកអ្នកនាងស្ដាប់ហើយពិនិត្យពិចារណាសប្បាយរីករាយនឹងបញ្ចូលបញ្ចែកនោះទេបាទដូច្នេះសូមអស់លោកអ្នកនាងមេត្តាស្ដាប់ដោយយកចិត្តទុកដាក់សម្រាប់ថ្ងៃទី20ខែ1 2026បាទសូមអញ្ជើញស្ដាប់ដោយយកចិត្តទុកដាក់ម្ដងទៀតកុំធ្វើដំណើរឆ្ពោះទៅទិសខាងកើតបាទកុំធ្វើដំណើរទិសកើតបាទពីព្រោះពេលនោះមានអស់លោកអ្នកនាងមួយចំនួនអាចជួបនឹងឧបវតិហេតុបាទហើយយើងត្រូវកំណត់នៅថេរវេលាទៀតផងបាទនៅពេលនោះសូមអញ្ជើញអស់លោកអ្នកនាងកញ្ញាកុំធ្វើដំណើរនៅវេលាម៉ោង 12:28 នាទីបាទសូមជម្រាបណាម៉ោង 12:28 នាទីពេលជាងពាក់កណ្ដាលថ្ងៃត្រង់បាទនេះសូមជម្រាបហើយនៅបន្តមកទៀតនៅថេរវេលាបាទម៉ោង 10:37 នាទីពេលយប់ដូច្នេះមិនត្រូវធ្វើដំណើរឆ្ពោះទៅទិសខាងកើតនៅក្នុងថេរវេលាម៉ោង 12:28 នាទីពេលជាងពាក់កណ្ដាលថ្ងៃត្រង់ឬមួយក៏ម៉ោង 10:37 នាទីពេលយប់ខ្លាចក្រែងជួបប្រទះនៅឧបវតិហេតុក្នុងនោះផងដែរអស់លោកអ្នកនាងមិនត្រូវមានសមាហារន្តកម្មនៅក្នុងការរួមសម្បត្តិគ្នាផ្សំនៅហិរញ្ញវត្ថុបានន័យថាចូលហ៊ុនជាមួយគ្នាឡើយពីព្រោះក្នុងថេរវេលាពេលនេះបាទបើទោះបីជាអស់លោកអ្នកនាងត្រូវទទួលបាននៅរិស័យខ្ពង់ខ្ពស់យ៉ាងណាក៏ដោយក៏ប៉ុន្តែពេលនេះគេហៅថាឯកានិយមនៃហិរញ្ញវត្ថុមានន័យថាយើងកាន់លុយឲ្យពេញដៃសិនពីព្រោះមិនទាន់ខ្លាយទៅជាបុគ្គលដែលត្រូវទទួលបានជោគជ័យនៅក្នុងផ្នែកចំណាត់ការហិរញ្ញវត្ថុទេបាទសូមចងចាំចំណាំទុកឲ្យបានច្បាស់ក៏ប៉ុន្តែសម្រាប់ថ្ងៃទី14ខែមករា 2026នេះដំណឹងល្អត្រូវបានទទួលពីទិសខាងត្បូង
បាទសូមជម្រាបអស់លោកអ្នកនាងបាទបុគ្គលណាក្តីប្រុសក្តីស្រីក្តីគឺបានទទួលដំណឹងល្អដែលត្រូវបានជូនដល់អស់លោកអ្នកនាងមកពីទិសខាងត្បូងឬមួយក៏រិស័យរបស់យើងចាប់ផ្ដើមឡើងហើយមានសេចក្តីសង្ឃឹមសប្បាយរីករាយបាទនេះគឺជាពេលវេលាដែលខ្ញុំបានជម្រាបដល់អស់លោកអ្នកនាងបាទហើយអតីតកាលឆ្នាំកុលជានារីខ្លះកំសត់វេទនាខ្លោចផ្សាមានប្តីដូចជាអត់ប្តីមានកូនដូចជាអត់កូនពឹងពាក់ពុំអ្នកអាស្រ័យពុំសូវបានចំពោះឆ្នាំកុលខ្លះបាទបន្ទាប់ពីនៅក្មេងហាក់បីដូចជាខ្វល់ខ្វាយនឿយណាយនៅក្នុងចិត្តមានន័យថាខិតខំធ្វើកិច្ចការយ៉ាងច្រើនរ៉ាប់រងក្នុងសង្គមគ្រួសារនៅពេលដែលមានស្វាមីសង្ឃឹមថាស្វាមីយល់ចិត្តតែបែរជារស់នៅក្នុងទិសកលនិយមបាទរស់នៅហាក់បីដូចជាសមុទ្រមហាសមុទ្រអាត្លង់តិកនិងប៉ាស៊ីហ្វិកមើលពីខាងក្រៅទៅហាក់បីដូចជាសម្របដំណើរជីវិតជាមួយគ្នាក៏ប៉ុន្តែភារកិច្ចបែងចែករៀងខ្លួនមិនស្របចិត្តគំនិតគ្នាឡើយបែកគ្នាគ្រាន់មានសេចក្តីនឹករលឹកក៏ប៉ុន្តែគ្រាន់តែជួបមុខគ្នាមិនបាន7ថ្ងៃផងបែរជាដើរផ្លូវរៀងខ្លួននេះហៅថាវិបត្តិផ្លូវស្នេហ៍ប្រចាំជីវិតសម្រាប់ឆ្នាំកុលខ្លះក៏ប៉ុន្តែឆ្នាំកុលខ្លះទៀតជាបរិះបែរជាមានវាសនាខ្ពង់ខ្ពស់រុងរឿងឧត្តមឧត្តមជួបដៃគូឬមួយក៏ភរិយាប្រកបទៅដោយគេហៅថាចែកទុកជាមួយគ្នាដោយស្របចិត្តគំនិតជាមួយគ្នាបាទមានបញ្ហាច្រើនណាស់សម្រាប់អស់លោកអ្នកនាងបាទដូច្នេះដល់ពេលវេលាដែលត្រូវបញ្ចប់នៅកម្មវិធីហើយមុននឹងជម្រាបលាខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមទិបសុខដំក៏សូមជម្រាបដល់អស់លោកអ្នកនាងកញ្ញាដូចតទៅប្រសិនបើអស់លោកអ្នកនាងចង់ឲ្យខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមទិបសុខដំទស្សទាយជោគជតារិស័យផ្ទាល់ខ្លួនជូនកុំភ្លេចអញ្ជើញថតនៅខ្សែបាតដៃស្ដាំនឹងឆ្វេងមកខាងមួយប៉ុស្ព្រមទាំងថ្ងៃខែឆ្នាំកំណើតផ្ញើមកកាន់នីតិរបស់យើងខ្ញុំបាទមិនតែប៉ុណ្ណោះប្រសិនបើអស់លោកអ្នកនាងនៅក្នុងសង្គមគ្រួសាររស់នៅពុំសូវបានចុះសម្រុងជាមួយគ្នាអសុភមង្គលបាទមានន័យថាមានប្តីដ៏អត់ប្តីមានកូនដ៏អត់កូនពឹងពាក់ពុំបានពុំអ្នកអាស្រ័យឬមួយក៏មានបងប្អូនឬអត់បងប្អូនរស់នៅជាមួយគ្នាប្រកាន់និយមមិននិយាយរកគ្នាមិនរាប់អានគ្នាមិនរាប់រកគ្នាហាក់បីដូចជាខ្លាំងជាងអ្នកដទៃទៅទៀតនោះដូច្នេះនៅក្នុងសង្គមគ្រួសារនេះប្រកបទៅដោយអសុភមង្គលបាទបើទោះបីជាមានមាសពេជ្រពាក់ជ្រែកខ្លួនយ៉ាងណាក៏ដោយក៏មិនប្រកាសថាមានសុភមង្គលដែរម្យ៉ាងវិញទៀតប្រសិនបើអស់លោកអ្នកនាងបាទប្រកបរបរអាជីវកម្មណាមួយមិនសូវបានចុះសម្រុងមានន័យថាលក់ដូរពុំសូវដាច់បាទគេលក់ដូរដាច់ស្ទើរតែគ្រប់គ្នាឯយើងវិញឈរចាំមើលគេដូច្នេះអស់លោកអ្នកនាងអាចជួយជាមួយខ្ញុំបាទបានជួបជាមួយខ្ញុំបាទបានតាមរយៈធ្វើនៅកិនសែងយន់កិនសែងស្នេហ៍ឬមួយក៏មានកិច្ចយ៉ាងច្រើនសម្រាប់អស់លោកអ្នកនាងកញ្ញាដែលមានបំណងកិច្ចពិភាក្សាជាមួយខ្ញុំបាទអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនងTelegram តាមរយៈពីប្រព័ន្ធ012 64 5118មួយខ្សែទៀត097 77 62 844សូមជម្រាបថារាល់យន់ដែលអស់លោកអ្នកនាងត្រូវការខ្ញុំបាទគឺបានចាស់ចំណាស់ដល់តដៃមិនមែនជាយន់ចម្លងមិនមែនជាយន់កូពីតែគឺជារបស់ពិតដែលត្រូវបានចាស់គេថានីមួយៗសូត្រឬមួយក៏ចាស់ដោយផ្ទាល់ដៃដោយប្រុងប្រយ័ត្នហើយក៏ត្រូវអញ្ជើញយកឈ្មោះរបស់អស់លោកអ្នកនាងកញ្ញាមកចាស់នៅក្នុងផ្ទៃយន់នោះផងដែរដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមបទចម្រៀងរបស់អធិរាជសម្លេងមីស៊ីនស៊ីសមុទ្រតាមរយៈបទម៉ែឲ្យអាយយន់កូនពាក់បន់ព្រះមានជ័យជំនះនៅគ្រប់សមរភូមិដូច្នេះកាលណាយកជន់របស់ពិតមកប្រើប្រាស់យើងមានក្តីសង្ឃឹមមានអំណះអំណាងមិនមែនគ្រាន់តែយករូបភាពឬមួយក៏គ្រាន់តែយកសត្វដែលស៊ីស្មៅមកតាមលម្អនៅក្នុងផ្ទះដល់ពេលមានកិច្ចការអាសន្នមិនដឹងថាត្រូវបែកបន់ដោយប្រការណាមួយទេដូច្នេះសូមជម្រាបហើយជម្រាបទៀតរបស់ពិតនឹងអាចជួយឲ្យអស់លោកអ្នកនាងសម្រេចបានផែនការជាយុទ្ធសាស្ត្រឬមួយក៏តាមបែបមនោនិយមដែលអស់លោកអ្នកនាងពងប្រាថ្នាបាទពេលវេលាបានមកដល់ទីបញ្ចប់ក៏សូមជូនពរដល់អស់លោកអ្នកនាងកញ្ញាសាជាថ្មីម្ដងទៀតសូមជួបប្រទះតែនឹងសេចក្តីសុខចម្រុងចម្រើនក្នុងសង្គមគ្រួសារព្រមទាំងសុខភាពល្អជាចម្បងពីខ្ញុំលោកគ្រូវិជ័យហារាកម្មាមទិបសុខដំបាទសង្ឃឹមថានៅនីតិក្រោយទៀតអស់លោកអ្នកនាងនឹងតាមដានសម្ដាប់ដោយយកចិត្តទុកដាក់ពីខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមទិបសុខដំបាទហើយក៏ជាសំណុំពរដែលខ្ញុំបាទតែងតែទទូចទន្ទឹងរង់ចាំបាទមានមតិក្នុងនៃស្ថាបនារិះគន់ខ្ញុំបាទនឹងទទួលហើយក៏ច្រានចោលនៅអវិជ្ជមានដែលប្រកបទៅដោយពាក្យពេចន៍មិនសមរម្យខ្ញុំមិនទទួលទេបាទក៏ប៉ុន្តែក្នុងពាក្យពេចន៍លក្ខណៈជាមនុស្សដែលយល់
នៅសុជីវធម៌ខ្ញុំបាទនឹងចងចាំចំណាំទុកហើយមានលក្ខណៈកន្លែងណាខ្លះខ្ញុំបាទនឹងសម្របបរិយាកាសធ្វើតាមដល់សម្រាប់មតិដែលល្អយើងខ្ញុំនឹងព្រមធ្វើតាមមិនមែនប្រកាសអាស្មីម្នាក់យល់ថាខ្លួនឯងសុទ្ធតែល្អសុទ្ធតែត្រឹមត្រូវទេជូនពរដល់អស់លោកអ្នកនាងក្នុងសង្គមគ្រួសារជួបតែសុភមង្គលបាទជម្រាបលាអរគុណ